ខ្ញុំបាទសូមគោរពនឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនជាពិសេសបងប្អូនក្មួយៗដែលកំពុងតែបន្តការសិក្សានៅថ្នាក់មធ្យមសិក្សាវិទ្យាភូមិក៏ដូចជានៅថ្នាក់ឧត្តមសិក្សាឬក៏ក្រៅឧត្តមជាដើមថ្ងៃនេះខ្ញុំបាទសូមចែករំលែកនៅបទពិសោធន៍មួយសម្រាប់បងប្អូនក្មួយៗទាំងអស់ដែលមានបំណងឬក៏មានទឹកចិត្តស្រឡាញ់ការងារស្ម័គ្រចិត្តអញ្ចឹងការងារស្ម័គ្រចិត្តគឺមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាមិនថាតែកំពុងតែបន្តការសិក្សាឬក៏កំពុងតែបំពេញការងារក្តីគឺតោងតែទាមទារនឹងការចង់បាននៅបទពិសោធន៍ជាច្រើនតាមរយៈការស្ម័គ្រចិត្តអញ្ចឹងមុនពេលឈានចូលទៅដល់ការបង្ហាញជូនអំពីអត្ថប្រយោជន៍ក៏ដូចជាសារៈសំខាន់នៃការងារស្ម័គ្រចិត្តបាទការងារស្ម័គ្រចិត្តគឺមានសារៈសំខាន់និងអត្ថប្រយោជន៍សម្រាប់បុគ្គលគ្រប់រូបដែលស្រឡាញ់ចឹងមុនពេលដែលឈានចូលទៅដល់ខ្លឹមសារទាំងនេះខ្ញុំសូមបកស្រាយនៅនិយមន័យនៃការងារស្ម័គ្រចិត្តការងារស្ម័គ្រចិត្តគឺផ្ដោតសំខាន់ទៅលើការមិនចង់បានការតបស្នងឬក៏ការចូលរួមដោយគ្មានការបង្ខិតបង្ខំគឺស្ម័គ្រចិត្តចេញពីបេះដូងរបស់យុវជនឬក៏អ្នកដែលស្រឡាញ់ការងារស្ម័គ្រចិត្តហើយការងារស្ម័គ្រចិត្តនេះទៀតសោតគឺយើងគ្រប់គ្នាទាំងអស់គឺទាមទារចង់បាននៅបទពិសោធន៍ចង់បាននៅការបង្កើតទំនាក់ទំនងការកសាងក្រុមការងារដែលធ្វើឲ្យយើងមានភាពរីកចម្រើនទៅមុខទៅថ្ងៃអនាគតហើយជាពិសេសទៅទៀតនោះគឺការចែករំលែកនូវក្តីស្រឡាញ់ជូនចំពោះអ្នកជំនាញខ្លួនយើងជាពិសេសគឺចង់បានបង្កើនទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំក៏ដូចជាមិត្តនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមឬក៏នៅក្នុងការសិក្សារៀនសូត្រជុំគ្នានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនផងដែរហើយជារួមមកវិញការងារស្ម័គ្រចិត្តនេះគឺផ្ដោតសំខាន់ទៅលើការចូលរួមដោយស្ម័គ្រចិត្តគ្មានទាមទារផលតបស្នងមានទាមទារនៅការផលចំណេញមានទាមទារនៅអ្វីលើសពីការចង់បាននៅបទពិសោធន៍និងបង្កើនទំនាក់ទំនងល្អរវាងគ្នានឹងគ្នានៅក្នុងចំណោមអង្គការចាត់តាំងឬក៏សង្គមស៊ីវិលឬក៏អង្គការក្រៅរដ្ឋាភិបាលឬក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នមួយផងដែរសំណួរដែលសួរផ្ដោតតើហេតុអ្វីបានជាយើងត្រូវការចូលជាអ្នកស្ម័គ្រចិត្តនៅក្នុងសង្គមជាតិបាទសំណួរនេះសួរទៅសាមញ្ញប៉ុន្តែវាពិតជាមានសារៈសំខាន់សម្រាប់បងប្អូននិងក្មួយៗដែលជាយុវជនឬក៏ជាសិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួនចំណុចដែលជាចំណុចផ្ដោតទី1គឺពង្រឹងសមត្ថភាពខ្លួនឯងការពង្រឹងសមត្ថភាពខ្លួនឯងនេះគឺជាកត្តាចម្បងជាការរួមចំណែកមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តចំណុចទី2គឺផ្ដោតសំខាន់ទៅលើការកសាងបណ្ដាញទំនាក់ទំនងដែលការកសាងបណ្ដាញទំនាក់ទំនងនេះគឺចាប់ពី level ពីកម្រិតដែលយើងជាអ្នកស្ម័គ្រចិត្តដូចគ្នារហូតទៅដល់ថ្នាក់ដឹកនាំកំពូលចំណុចទី3គឺផ្ដោតសំខាន់ទៅលើការពង្រឹងភាពធន់សហគមន៍កាលណាដែលយើងស្រឡាញ់ឬក៏ចូលចិត្តការងារស្ម័គ្រចិត្តហើយគឺយើងជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការពង្រឹងឲ្យមានភាពធន់នៅក្នុងសហគមន៍របស់យើងដែលសហគមន៍នោះគឺជាគ្រឹះស្ថានសិក្សាឬក៏នៅក្នុងមូលដ្ឋានឬក៏ភូមិឃុំដែលយើងស្នាក់នៅឬក៏រស់នៅជាអចិន្ត្រៃយ៍ជាដើមចំណុចទី4គឺចែករំលែកនិងចង់បាននៅបទពិសោធន៍មានន័យថានៅពេលដែលយើងទៅចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តនោះគឺយើងអាចថាមានបទពិសោធន៍មួយសមល្មមក្នុងការចែករំលែកទៅកាន់អ្នកដទៃនៅក្នុងអង្គការចាត់តាំងឬក៏នៅក្នុងស្ថាប័នដែលយើងចូលរួមបម្រើការងារស្ម័គ្រចិត្តដោយឡែកយើងក៏ចង់បានបទពិសោធន៍ពីមនុស្សជុំវិញខ្លួនទាំងថ្នាក់ដឹកនាំក៏ដូចជាពីចំណោមយុវជនឬក៏ប្រធានក្រុមដែលនៅក្នុងអង្គការចាត់តាំងឬក៏នៅក្នុងសហគមន៍ដែលយើងរស់នៅនឹងចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តនឹងផងដែរចំណុចមួយទៀតគឺតាក់ទងជាមួយនឹងបង្កើនទំនុកចិត្តនិងភាពក្លាហានកាលណាដែលយើងស្ម័គ្រចិត្តថាចូលរួមជាមួយនឹងអង្គការចាត់តាំងឬក៏អង្គការសង្គមស៊ីវិលឬក៏ស្ថាប័នផ្សេងៗហើយយើងគិតថាយើងនឹងបង្កើនឲ្យយើងខ្លួនយើងតល់មានភាពក្លាហានសម្រាប់ខ្លួនឯងហើយមានទំនុកចិត្តនិងភាពជឿជាក់សម្រាប់ខ្លួនឯងថាខ្លួនឯងពិតជាធ្វើបានខ្លួនឯងពិតជាទទួលនៅអ្វីដែលជាបទពិសោធន៍ល្អៗសម្រាប់បង្កើនទំនាក់ទំនងឲ្យកាន់តែស្អិតរមួតជាមួយនឹងអ្នកដែលចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តរបស់យើងចំណុចមួយទៀតគឺតាក់ទងជាមួយនឹងការចែករំលែកធនធាននិងក្តីស្រឡាញ់ជាទូទៅកាលណាដែលយើងចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តទោះបីយើងមិនមានធនធានគ្រប់គ្រាន់ប៉ុន្តែយើងមានបេះដូងពណ៌ក្រហមសម្រាប់ចែករំលែកជូនទៅដល់មនុស្សជុំវិញជាពិសេសគឺយើង
ជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យសហគមន៍យើងកាន់តែមានភាពធន់ហើយការចែករំលែកធនធាននោះទៀតសោតគឺមិនត្រឹមតែផ្ដោតសំខាន់ទៅលើតែធនធានថវិកាឬក៏ធនធានហិរញ្ញវត្ថុអ្វីនោះទេសូម្បីតែជាសម្ភារៈប្រើប្រាស់ដែលយើងប្រើប្រាស់រួចរាល់ហើយយើងចង់ចែករំលែកដល់អ្នកដទៃក៏ជាធនធានដែលយើងគួរតែចែករំលែកដែរចំណុចមួយវិញទៀតគឺទាក់ទងនឹងការបែងចែកឬក៏បរិច្ចាគនៅពេលវេលារបស់យើងក៏ជាការចូលរួមចំណែកក្នុងការបរិច្ចាគធនធានរបស់យើងផងដែរចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការសម្រាលសម្ពាធផ្លូវចិត្តខ្លួនឯងកាលណាដែលយើងដាក់ចិត្តដាក់កាយចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តនោះយើងនឹងបង្កើននូវភាពរីករាយភាពលក្ខណៈថាប្រតិកលាជៀសវាងនៅសម្ពាធផ្លូវចិត្តអ្នកខ្លះគាត់កំពុងតែមានវិបត្តិផ្លូវចិត្តប៉ុន្តែនៅពេលដែលចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តគាត់បង្កើនមិត្តភាពថ្មីគាត់ទទួលបាននូវបទពិសោធន៍ថ្មីហើយទាំងអស់នោះហើយគឺជាចំណែកមួយនៃការសម្រាលនៅសម្ពាធផ្លូវចិត្តសម្រាប់ខ្លួនយើងដែលជាតួអង្គក្នុងការស្ម័គ្រចិត្តជាមួយនឹងការងារស្ម័គ្រចិត្តទាំងនោះហើយចំណុចសំខាន់មួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងការធ្វើឲ្យខ្លួនយើងនឹងស្គាល់ពីខ្លួនឯងកាន់តែច្បាស់កាលណាដែលយើងស្ថិតជាយុវជនជាសិស្សឬក៏ជានិស្សិតនៅក្នុងកម្រិតណាមួយនៅពេលដែលយើងបំពេញការងារស្ម័គ្រចិត្តនោះយើងនឹងដឹងថាសមត្ថភាពយើងដើរដល់កម្រិតណាហើយការទំនាក់ទំនងរបស់យើងវាមានភាពរលូនឬក៏មិនរលូនហើយអរិយាប័ត្រគុណធម៌សិលធម៌សុជីវធម៌និងការប្រស្រ័យទាក់ទងរបស់យើងនឹងយើងនឹងដឹងថាកម្រិតរបស់យើងនៅ level កម្រិតណាហើយពេលខ្លះយើងអាចវិតម្លៃខ្លួនយើងបានប៉ុន្តែពេលខ្លះទៀតមនុស្សជុំវិញខ្លួនគឺជាអ្នកវិតម្លៃសម្រាប់អត្តចរិតនិងអកប្បកិរិយាឬក៏ចំណេះដឹងនិងសមត្ថភាពរបស់យើងផងដែរហើយនឹងចំណុចចុងក្រោយនៃកតបកិច្ចថាហេតុអ្វីបានយើងចូលជាអ្នកស្ម័គ្រចិត្តនោះគឺរៀនសូត្រពីមនុស្សជុំវិញខ្លួនដូចខ្ញុំបានជម្រាបជូនពីខាងដើមដែរថានៅពេលដែលយើងចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តនៅក្នុងអង្គការចាត់តាំងសមាគមឬក៏ស្ថាប័នក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលក្តីគឺយើងពិតជាបានរៀនសូត្រពីមនុស្សគ្រប់ចម្ពោះពីកម្រិតថ្នាក់មានន័យថាចំណេះដឹងប្រហាក់ប្រហែលយើងឬក៏ខ្ពស់ជាងយើងឬក៏ទាបជាងយើងអញ្ចឹងយើងអាចដឹងពីកលុកលៈក្នុងការពង្រឹងនិងពង្រីកសមត្ថភាពរបស់យើងឲ្យកាន់តែល្អប្រសើរសម្រាប់ជាកត្តាមួយដ៏ចម្បងធ្វើឲ្យខ្លួនឯងកាន់តែមានភាពលូតលាស់ឬក៏មានន័យថាចម្រុងចម្រើនជាងមុននៅពេលដែលយើងបានចូលរួមជាមួយនឹងពីគ្រប់ប្រភេទមនុស្សដែលនៅក្នុងការចូលរួមជាមួយសមាជិកទាំងអស់គ្នានោះហើយយើងនឹងទទួលបាននៅការរៀនសូត្រពីមនុស្សជុំវិញខ្លួនទាំងអស់នោះឲ្យធ្វើឲ្យយើងនឹងក្លាយទៅជាមនុស្សដែលមានសមត្ថភាពឬក៏មានភាពជាម្ចាស់ការនិងភាពច្បាស់លាស់ជាងមុនខាងទៀតបាទនេះខ្ញុំសូមបង្ហាញជូនតែពីរចំណុចសំខាន់សិនគឺទី1គឺនិយមន័យដែលបានជម្រាបជូនខាងលើហើយនិងទី2ថាតើយើងត្រូវចូលរួមជាអ្នកស្ម័គ្រចិត្តដោយសារអ្វីហើយហេតុអ្វីគឺខ្ញុំបានចែករំលែកនៅ8ចំណុចសំខាន់នេះហើយបើសិនជាបងប្អូនជាពិសេសបងប្អូនយុវជនសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍លើការងារស្ម័គ្រចិត្តខ្ញុំនឹងចេញជាវីដេអូបន្តទៀតដើម្បីបង្ហាញជូនពីអត្ថប្រយោជន៍សំខាន់បន្ថែមទៀតនៅពេលដែលយើងចូលរួមជាមួយនឹងការងារស្ម័គ្រចិត្តបាទសូមអរគុណសូមជម្រាបលាសូមជួបគ្នាជាមួយនឹងវីដេអូក្រោយទៀតហើយប្រសិនបើបងប្អូនជាយុវជននិស្សិតសិស្សនិស្សិតមានចំណាប់អារម្មណ៍ឬក៏ចង់សួរពីអ្វីខ្ញុំអាចចែករំលែកបានហើយសូមខមមិននៅក្នុងវីដេអូនេះផងដែរបាទសូមអរគុណសូមជម្រាបលា